បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំបាទសូមអនុញ្ញាតធ្វើការចែកចាយអំពី rule ទាំង6របស់លោក Warren Buffett ដោយបងប្អូនបានដឹងហើយថាលោក Warren Buffett គឺជាអ្នកជំនាញវិនិយោគតាំងពីក្មេងៗមកគាត់ធ្វើការវិនិយោគភាគច្រើនទៅលើភាគហ៊ុនទៅលើក្រុមហ៊ុនផ្សេងៗនៅក្នុងសហរដ្ឋអាមេរិកជាពិសេសតែម្ដងហើយមកទល់ពេលនេះលោកគឺជាមនុស្សម្នាក់នៅក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀតនៅលើពិភពលោកការមានបានរបស់លោក Warren Buffett មិនមែនជារឿងចៃដន្យទេគាត់បានកសាងនៅ rule អំពីលុយកាក់ទាំង6មកទល់ពេលនេះលោកបានចែងនៅ rule ទាំង6ហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំបាទសូមអនុញ្ញាតធ្វើការបង្ហាញអំពី rule ទាំង6ពាក់ព័ន្ធជាមួយលុយកាក់របស់លោក Warren Buffett តើវាជាស្អីទៅបងប្អូនចង់ដឹងទេបាទrule ទី1គឺកុំធ្វើឲ្យបាត់បង់លុយដើមមានថាលុយដើមគឺជាលុយក្របពូជដែលដាក់ដើម្បីឲ្យវាដាំចូលទៅក្នុងគេហៅថាក្រៅពីសន្សំហើយគឺយើងបោះវាចូលទៅក្នុងការវិនិយោគដើម្បីឲ្យលុយរបស់យើងនឹងវារីកចម្រើនអញ្ចឹងលោកបានផ្ដាំថា rule ទី1ឬក៏ច្បាប់ទី1ពាក់ព័ន្ធជាមួយលុយកាក់នេះគឺកុំឲ្យបាត់បង់លុយក្របពូជឲ្យសោះព្រោះបើសិនជាបាត់បង់លុយក្របពូជហើយកុំសង្ឃឹមថាយើងនឹងអាចមានឱកាសឲ្យលុយផ្សេងៗទៀតនឹងវាដោះដាលបានអញ្ចឹងលោកបានផ្ដាំថានៅពេលដែលយើងរកបានហើយយើងត្រូវចេះរក្សាសន្សំទុកនៅលុយពូជនោះឯងគឺមិនត្រូវប៉ះពាល់វាទេរងចាំឱកាសនៅពេលដែលមានភិហ៊ុនឬក៏មានឱកាសក្រៅតែពីការភិហ៊ុនអនុវត្តការវិនិយោគអំពីភិហ៊ុនសម្រាប់សម័យបច្ចុប្បន្ននេះគឺរងចាំឱកាសដែលល្អនិងត្រឹមត្រូវគឺបងប្អូនអាចធ្វើការវិនិយោគឬក៏ប្រើប្រាស់លុយដើមទុននោះឲ្យបានត្រឹមត្រូវអញ្ចឹងកំណើនលុយបងប្អូននៅថ្ងៃអនាគតពិតជារីកចម្រើនបាទដោយឡែកក្បួនច្បាប់ទី2នោះគឺសូមឲ្យវិនិយោគទៅលើអ្វីដែលបងប្អូនមានចំណេះដឹងឬក៏បងប្អូនបានដឹងបានឮស្គាល់ប្រភេទដែលបងប្អូនឬក៏រឿងរ៉ាវដែលបងប្អូនកំពុងតែចង់ធ្វើការវិនិយោគនោះឯងបើបងប្អូនមានជំនាញខាងធ្វើម្ហូបបងប្អូនអាចវិនិយោគទៅលើផ្នែករ៉េស្តូរ៉ង់បើបងប្អូនមានជំនាញខាងផ្នែកស្លដែកបងប្អូនអាចវិនិយោគទៅលើការទិញដែកបន្ទាប់ពីដើមប្រព័ន្ធជាមួយដែកជាជាងបងប្អូនធ្វើអ្វីដែលបងប្អូនគ្រាន់តែស្មានហើយនឹងឮតែគេថាមានភាពចំណេញខ្ញុំសូមយកឧទាហរណ៍ជាក់ស្ដែងមួយពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវកំពុងតែមាននៅទីក្រុងបាប៊ីឡូនយកមកនិយាយមានពេលមួយនោះគឺអ្នកដែលគេសន្សំប្រាក់នឹងបានច្រើនមែនទែនដោយសារតែគាត់សន្សំបានប្រាក់ទៅក៏មិនដឹងយកធ្វើអីអញ្ចឹងក៏គាត់ទៅពឹងផ្អែកទៅលើគេហៅថាអ្នកដែលធ្វើដែកឲ្យទៅទិញត្បូងកែវពីក្រុមមនុស្សមកពីប្រទេស Fiji អញ្ចឹងនៅពេលដែលពួកគាត់ចាប់ដើមយកលុយទៅទិញពីគ្រឿងកែវពីក្រុមមនុស្សមកពីប្រទេស Fiji ហ្នឹងដើម្បីយកមកលក់ចំណេញបានចែកគ្នានោះនៅទីបំផុតគឺគាត់មិនបានទិញត្បូងកែវដែលត្រឹមត្រូវនោះទេព្រោះគាត់គ្មានជំនាញពាក់ព័ន្ធជាមួយនឹងត្បូងកែវឡើយជាចុងក្រោយគាត់បានត្រឹមតែទិញកែវធម្មតាថ្មកែវធម្មតាដែលគ្មានតម្លៃអញ្ចឹងបងប្អូនឃើញទេការដែលដាក់វិនិយោគទៅលើអ្វីឬក៏ចំណេះជំនាញអ្វីមួយដែលយើងគ្មានអញ្ចឹងវាហាក់ដូចជាយើងមានភាពបថុយបឋានខ្ពស់ខ្លាំងមែនទែនលោក Warren Buffett ក៏បាននិយាយថាការដែលយើងដឹងអំពីអ្វីដែលយើងត្រូវធ្វើនោះឬក៏អ្វីដែលយើងនឹងធ្វើនោះគឺវាកាត់បន្ថយហានិភ័យបានយ៉ាងច្រើនអាណែកជាមុននឹងយើងធ្វើការវិនិយោគអញ្ចឹងគាត់ណែនាំថានៅពេលដែលយើងចង់វិនិយោគយើងត្រូវវិនិយោគទៅលើអ្វីដែលយើងដឹងអញ្ចឹងមានន័យថាហានិភ័យយើងអាចគ្រប់គ្រងបានច្រើនជាជាងយើងធ្វើការបថុយបឋានលើគេថាហើយយើងទៅវិនិយោគជាមួយគេនាំឲ្យយើងខាតបង់បាទសម្រាប់ក្បួនច្បាប់ទី3នេះគឺគេហៅថាអនុភាពនៃការធ្វើឲ្យដប់ពាក្យនេះដប់កន្លែងនេះអាចពិបាកបញ្យល់បន្តិចគឺគាត់ភាសាអង់គ្លេសគាត់ប្រើពាក្យថា compounding អញ្ចឹងមានថា compounding នេះខ្ញុំគាត់នៅឧទាហរណ៍មួយថាបងប្អូនមានលុយមួយដុំទូចបងប្អូនយកទៅផ្ញើនៅកន្លែងណាមួយទៅហើយគេឲ្យអត្រាការប្រាក់អញ្ចឹងអត្រាការប្រាក់ហ្នឹងយកមកបូកចូលគ្នាជាមួយនឹងថ្លៃដើមអញ្ចឹងបងប្អូនបានលុយហត់ទៅច្រើនអញ្ចឹងយកអាហ្នឹងយកទៅសន្សំទៀតបងប្អូននឹងទទួលបានការប្រាក់ទៀតអញ្ចឹងធ្វើអញ្ចឹងត្រឡប់ទៅត្រឡប់មកហ្នឹងគឺបងប្អូននឹងទទួលបានប្រាក់យ៉ាងច្រើនជាពិសេសគឺបើសិនជាយើងសាកល្បងគិតជាទូទៅលុយឬក៏អនុភាពនៃ compounding នេះនៅក្នុងចន្លោះឆ្នាំទី20ឬក៏25បងប្អូននឹងឃើញអនុភាពវាយ៉ាងខ្លាំងគ្រាន់តែបងប្អូនទុកឲ្យពេលវេលាធ្វើការងារឲ្យយើង
ខ្ញុំគ្រាន់តែយកឧទាហរណ៍ថាបើសិនជាបងប្អូនមានលុយហើយបងប្អូនអត់ដឹងថាលុយនឹងយកទៅធ្វើអីក្នុងករណីដែលលោក Warren Buffett បាននិយាយថា power of compounding នេះបងប្អូនគ្រាន់តែយកលុយនឹងយកទៅផ្ញើទៅធនាគារអញ្ចឹងជាមួយនឹងអត្រាការប្រាក់ 5-6% អញ្ចឹងទៅអញ្ចឹងនៅពេលដែលបងប្អូនទទួលបានការឲ្យបងប្អូនកម្ចាយយកមកបូកមួយថ្លៃដើមហើយបងប្អូនសាកសន្សំអញ្ចឹងទៅនៅឆ្នាំទី20ឬឆ្នាំទី25បងប្អូននឹងឃើញគេហៅថាអាការកើនឡើងនៅចំនួននោះគឺធំសម្បើមដែលមិនគួរឲ្យជឿបងប្អូនអាចសាកល្បងធ្វើការគណនាបានបងប្អូននឹងដឹងថាលុយយើងនៅចុងឆ្នាំទី20ឬ25ហ្នឹងនឹងមានការកើនឡើងយ៉ាងច្រើនវាក៏អត់ខុសអីដែរអំពីការណែនាំរបស់គាត់ពាក់ព័ន្ធជាមួយនឹងstock exchange ឬក៏បណ្ឌពិហ៊ុនឬសន្លឹកពិហ៊ុនដែលធ្វើការចែករំលែកឬក៏ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាមួយនឹងរយៈពេលវែងមានន័យថាយើងនឹងទទួលបានគេហៅថាការរីកចម្រើនជាពិសេសគឺផ្នែកលុយកាក់បានទៅច្រើនមួយវិញទៀតឧទាហរណ៍ជាក់ស្ដែងគឺយើងក៏អាចទិញគេហៅថាបានបំណុលពីក្រុមហ៊ុនណាមួយក៏ឬក៏រាជរដ្ឋាភិបាលណាមួយដែលគេធ្វើការបោះបានបំណុលជាទូទៅមានអត្រាការប្រាក់ខ្ពស់អញ្ចឹងបងប្អូនអាចយកទៅវិនិយោគអញ្ចឹងទៅជាមួយនឹងបានបំណុលមានរយៈពេលវែងណាមួយនោះអញ្ចឹងក៏មានលក្ខណៈស្រដៀងគ្នានឹងការដាក់នៅធនាគារដែរប៉ុន្តែវាគ្រាន់តែសុវត្ថិភាពជាងដាក់នៅធនាគារព្រោះបើយើងទិញបំណុលរបស់ប្រទេសគឺវាលុះត្រាតែប្រទេសយើងនឹងជួបបញ្ហាអញ្ចឹងជាទូទៅប្រទេសមួយមិនងាយជួបបញ្ហាទេអញ្ចឹងនៅពេលដែលបងប្អូនធ្វើការវិនិយោគមានលក្ខណៈស្រដៀងអញ្ចឹងមានថាឲ្យគេខ្ចីក្តីវិនិយោគទៅលើបានពិហ៊ុនក្តីឬក៏ទិញបំណុលក្តីឬក៏ដាក់លុយនៅធនាគារក្តីអញ្ចឹងបងប្អូននឹងឃើញថាលុយនឹងទោះបីជាមុនដំបូងវាតិចតួចក៏ដោយប៉ុន្តែនៅឆ្នាំទី20ឬក៏ទី25លុយនឹងគឺនឹងកើនឡើងហើយនឹងពង្រីកមាឌយ៉ាងធំសម្បើមបាទដែលឡែកច្បាប់ទី4គឺគាត់បានចែងមកថាជើងគួរតែលុបលុននៅពេលដែលអ្នកដទៃទៀតមានភាពភ័យខ្លាចអញ្ចឹងកន្លែងនេះគាត់បានប្រាប់ថានៅពេលដែលអ្នកដទៃមានភាពភ័យខ្លាចពួកគាត់ចាប់តាមលក់នៅអ្វីដែលពួកគាត់មានជាមួយនឹងតម្លៃអបហាមានថាលក់ discount អញ្ចឹងសម្រាប់ការវិនិយោគបែបវៃឆ្លាតសម្រាប់លោក Warren Buffett គាត់មើលឃើញអំពីការវែងឆ្ងាយមិនមែនការមើលឃើញនៅក្នុងត្រឹមតែរលកដែលកំពុងកើតឡើងហើយគេនាំគ្នាលក់ហើយគាត់លក់ដែរនោះទេយើងយកឧទាហរណ៍ជាក់ស្ដែងដូចជានៅក្នុងឆ្នាំ1997ឬ98វិបត្តិដីធ្លីបានកើតឡើងអញ្ចឹងនៅពេលនោះឃើញថាមានអ្នករកស៊ីអចលនទ្រព្យមួយចំនួនធំបានគេហៅថាលក់នៅចលនទ្រព្យនឹងតម្លៃចុះ discount ឬក៏តម្លៃគេហៅទាបមែនតើអញ្ចឹងសម្រាប់សហគ្រិនដែលមានផ្នែកមុតគឺអាចថាគាត់ជាមនុស្សលុបលុនប៉ុន្តែគាត់បានយកឱកាសនោះយកមកធ្វើការគេហៅទិញយកនៅដីធ្លីក្នុងតម្លៃធូរថ្លៃហើយរងចាំចំណេញប្រហែលជា10ឆ្នាំក្រោយមកវិញដែលឡែកនៅពេលបច្ចុប្បន្ននេះក៏មានលក្ខណៈស្រដៀងគ្នាដែរដីធ្លីក៏កំពុងតែមានគេហៅថាវិបត្តិមិនមានតម្លៃថ្លៃអញ្ចឹងអ្នកដែលមានទស្សនៈវែងឆ្ងាយអំពីដីធ្លីនេះពួកគាត់ក៏អាចនៅតែមានឱកាសជាពិសេសគឺបងប្អូនណាដែលមានលទ្ធភាពសងសាច់ប្រាក់ទំនេរពួកគាត់អាចធ្វើការវិនិយោគនៅក្នុងពេលវេលាមួយនេះខ្ញុំមិនលើកឡើងថាដីធ្លីឡើងពេលណាទេប៉ុន្តែជាពិសោធន៍ការពីឆ្នាំ97 98យើងបានឃើញហើយថានៅពេលដែលដីធ្លីត្រឡប់មកវិញនៅប្រហែលឆ្នាំមុននេះគឺអញ្ចឹងអ្នកដែលទិញដីទុកគឺមានប្រាក់ចំណេញច្រើនអញ្ចឹងគាត់បានលើកឡើងហើយថានៅពេលដែលអ្នកទាំងអស់គ្នាមានភាពភ័យខ្លាចយើងជាអ្នកមានឱកាសឬក៏យើងជាអ្នកវិនិយោគដែលមានផ្នែកមុខនេះវាជាឱកាសទទួលបាន discount ខ្ពស់អញ្ចឹងគាត់ថាឲ្យយើងលុបលុននៅពេលហ្នឹងបាទដែលឡែកពាក់ព័ន្ធជាមួយនឹងក្បួនលុយកាក់ចំណុចទី5នេះគឺគាត់លើកឡើងថាឲ្យយើងរកចំណូលបាននៅពេលដែលយើងកំពុងតែដេកអញ្ចឹងមានថាបើសិនជាយើងអត់អាចរកចំណូលបាននៅពេលយើងកំពុងដេកទេយើងនឹងអាចរកចំណូលរហូតដល់យើងស្លាប់អញ្ចឹងកន្លែងនេះលោកបានចែងមកថានៅពេលដែលយើងរកទទួលទានមានបានហើយយើងត្រូវវិនិយោគទៅលើទ្រព្យប្រភេទណាដែលបង្កើតនៅគេហៅថា passive income ដែលយើងអត់ចាំបាច់ទៅខ្វល់ខ្វាយពីវាទេមានថាទ្រព្យទាំងអស់ហ្នឹងគឺដូចជាទាសកររបស់យើងអញ្ចឹងគឺវារកលុយឲ្យយើងបង្កើតលុយយើងពីមួយថ្ងៃទោះបីជាយើងកំពុងតែដេកក៏ដោយកំពុងតែដើរក៏ដោយ
កំពុងតែទេសចរនៅទីណាក៏ដោយគឺយើងនៅតែទទួលបានភាពរីករាយអំពី passive income មួយនេះអញ្ចឹងសូមឲ្យបញ្ជាក់ច្បាស់ថាយើងពិតជាទិញនៅគេហៅថាទ្រព្យដែលត្រឹមត្រូវដែលអាចបង្កើតនៅ passive income ឬមួយក៏យើងដាក់លុយរបស់យើងទៅកន្លែងណាមួយដែលបង្កើតនៅគេហៅថាចំណូលអកម្មចំណូលដែលយើងមិនចាំបាច់ធ្វើការហើយវាអាចរកលុយឲ្យយើងបានបាទចំណុចទី6នឹងជាចំណុចចុងក្រោយដែលពាក់ព័ន្ធជាមួយនឹងលុយកាក់នេះគឺលោក Warren Buffett ក៏បានលើកឡើងថាកុំភ្លេចវិនិយោគទៅលើខ្លួនឯងអញ្ចឹងកន្លែងនេះលោកបានបញ្ជាក់ថាបើទោះបីជាយើងនៅក្នុងកម្រិតមួយណាក៏ដោយនៅក្នុងស្ថានភាពមួយណាក៏ដោយទោះបីជាយើងមានគេហៅថា passive income ក៏ដោយអញ្ចឹងលោកបានប្រាប់ថាយើងត្រូវតែបន្តរៀនយើងអត់អាចនៅនឹងមួយកន្លែងទេបើយើងអត់បន្តរៀនមានថាយើងដើរថយក្រោយអញ្ចឹងកន្លែងនេះលោកបានប្រាប់ថាចំណេះដឹងគឺក៏វាដូចជាpower of compounding ដូចគ្នាអញ្ចឹងនៅពេលដែលយើងមានចំណេះដឹងទៅច្រើនទៅមានថាឱកាសនៃការវិនិយោគរបស់យើងនឹងបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយជាការលើកទឹកចិត្តលោកបានបញ្ជាក់ថាយើងត្រូវតែបន្តរៀនជានិច្ចព្រោះចំណេះដឹងវាមានច្រើនរឿងអញ្ចឹងបើសិនជាយើងអត់រៀនអត់សូត្រពាក់ព័ន្ធជាមួយនឹងបរិបទថ្មីទេមានថាការប្រើប្រាស់នៅចំណេះជំនាញពីអតីតកាលនោះគឺវានឹងសារពលាបបន្តិចម្ដងព្រោះការឆ្លើយតបទៅនឹងបរិបទថ្មីវាគឺជានិន្នាការថ្មីដែលអាចទទួលបានចំណូលច្រើនទៅជាជាងការប្រើប្រាស់ចំណេះដឹងដដែលបាទជាចុងក្រោយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំពីតាំងពីដើមដល់ចប់សង្ឃឹមថាការចែករំលែកនៅចំណុចទាំង6នេះបងប្អូនអាចទទួលបានជាធាតុចូលហើយនឹងយកទៅអនុវត្តដើម្បីបងប្អូនជៀសវាងនៅការហានិភ័យនិងទទួលបានសុខដុមរមនាជាពិសេសមានសេរីភាពហិរញ្ញវត្ថុនៅពេលអនាគតបាទសូមអរគុណ